ម៉ែអើយចិញ្ចឹមកូនប្រព្រឹត្តទៅតាមកម្មតែបើម៉ែអើយសាមកម្មមិនល្អចិញ្ចឹមកូនមិនបានល្អទេកម្មនោះនឹងត្រឡប់ទៅម៉ែអើយវិញតែបើម៉ែអើយសាមកម្មល្អហើយចិញ្ចឹមកូនបានធម៌ល្អម៉ែអើយនឹងទទួលបាននូវផលល្អវិញហើយបើម៉ែឪធ្វើល្អកូនធ្វើអាក្រក់ជាកម្មរបស់កូនតែបើកូនធ្វើល្អម៉ែធ្វើអាក្រក់ជាកម្មរបស់ម៉ែឪហើយបើយើងជាអ្នកធំប្រើគេឲ្យទៅធ្វើអាក្រក់គេជាអ្នកតូចបើគេមិនធ្វើយើងគំរាមគេហើយកម្មនឹងត្រឡប់ទៅយើងវិញមានកម្មត្រឡប់ទៅអ្នកធំនោះវិញហើយព្រោះគេមានអ្នកធំជាងនឹងគំរាមអ្នកធំជាងនឹងវិញទៀតតែពេលដែលយើងមានជីវិតរៀងខ្លួនមិនទាន់ស្លាប់យើងអាចស្រាយកម្មនឹងនៅបច្ចុប្បន្ននឹងបានតាការអភ័យឲ្យគ្នាទៅវិញទៅមកជាមួយបុគ្គលដែលយើងធ្វើរៀងខ្លួន